សួស្តីបងប្អូនទាំងអស់គ្នាចំពោះចាស់ដៃរបស់យើងគឺមានផ្ទះបុណ្យដ៏ស្រស់ស្អាតមែនទែនបងប្អូនជាប្អូនប្រុសម្នាក់ដែលផ្ទះបុណ្យរបស់ប្អូនប្រុសគឺមានសញ្ញាត្រីកោណពណ៌ផ្ទៃមេឃនិងសញ្ញា4ជ្រុងពណ៌ស្លាទុំបងប្អូនចំពោះផ្ទះបុណ្យដែលបានបង្ហាញនៅក្នុងរង្វង់ពណ៌ផ្កាឈូកនេះបងប្អូនពិនិត្យមើលខ្សែឲ្យបានដិតច្បាស់ល្អបានជាផ្ទះបុណ្យដែលយើងឃើញថាជាកម្លាំងខ្សែឲ្យផលអញ្ចឹងហើយចំពោះផ្ទះបុណ្យនេះគឺភ្ជាប់ទៅនឹងភពព្រះច័ន្ទបងប្អូនចំពោះផ្ទះបុណ្យនេះគឺកើតឡើងពីខ្សែច្រើនមួយគឺយើងឃើញថាជាខ្សែខួរក្បាលខ្សែទី2គឺខ្សែការងារឬខ្សែវាសនាខ្សែទី3គឺខ្សែជីវកម្មបងប្អូនខ្សែទាំងអស់នេះបង្កើតបានមួយគឺរាងជាត្រីកោណមួយរាងជាចតុកោណបងប្អូនហើយភ្ជាប់ទៅនឹងភពព្រះច័ន្ទបងប្អូនចំពោះផ្ទះបុណ្យបែបនេះគឺផ្ទះបុណ្យបែបធំបែបវិឡាភូមិគ្រឹះហើយចំពោះការឆ្លាញ់របស់បងប្អូនក៏ឆ្លាញ់តែផ្ទះធំដែរបងប្អូនហើយចំពោះកម្លាំងដែលឲ្យផលគឺយើងឃើញថាភ្ជាប់នឹងតួព្រះច័ន្ទចេះគឺបានផលពីការងារពីការរស់ស៊ីដោយស្រួលនៅក្នុងការបង្កើតបានផ្ទះទាំងផ្ទះដែលបានបង្ហាញនៅក្នុងរូបនេះបងប្អូនចឹងបងប្អូនពិនិត្យមើលផ្ទះនេះគឺស្រស់ស្អាតមែនទែនបងប្អូនជាផ្ទះមួយដ៏ល្អ